បងប្អូនរកថ្មីយូរហើយមានដឹងថាថាវត្ថុបងប្អូនដែលកំពុងប្រើប្រាស់នេះផ្សំចេញពីសារធាតុអីខ្លះអត់ចុះឥឡូវមកសាកសិក្សាស្វែងយល់ដូចជាដឹងពីសារធាតុផ្សំនៃផលិតផលមួយប្រភេទដែលយើងតែងតែប្រើប្រាស់ជាប្រចាំចានោះគឺថ្នាំបូថ្មីអាតូមីចាដែលផ្សំចេញពី propolis ចាអញ្ចឹងសម្រាប់ថ្នាំបូថ្មីរបស់យើងគឺផ្សំចេញពីសារធាតុគោលសំខាន់5យ៉ាងចាទី1គឺ propolis ចា propolis គឺជាកម្មុនឃ្មុំដែលរលាយក្នុងទឹកដែលយើងយកមកពីប្រទេសប្រេស៊ីលចាសម្រាប់ propolis នេះដែរគឺជួយកម្ចាត់បាក់តេរីនិងក្លិនដែលមិនល្អដែលមាននៅក្នុងមាត់របស់យើងទី2គឺ xylitol គឺជាជាតិផ្អែមធម្មជាតិមួយដែលជួយការពារការប្រហោងធ្មេញទី3គឺតែបេតុងជួយកម្ចាត់ក្លិនមិនល្អនិងខ្យល់ដង្ហើមមិនល្អផងដែរទី4គឺ Mytechur គឺជួយការពារការរលួយនៃអាហារទី5គឺប្រេងម៉ាស្ទិកជួយសម្អាតធ្មេញនិងធ្វើឲ្យធ្មេញសសម្រាប់បទពិសោធន៍របស់នាងខ្ញុំនៅក្នុងការប្រើប្រាស់ថ្នាំបូថ្មី Propolis របស់ Atomy គឺជួយកម្ចាត់ក្លិនមិនល្អខ្យល់ដង្ហើមដែលមិនល្អចាកម្ចាត់បាក់តេរីនៅក្នុងមាត់បានល្អជួយលាងសម្អាតមាត់ធ្មេញរបស់យើងបានកាន់តែល្អជាពិសេសគឺពងបែកមាត់ចាបងប្អូនដែលអាសាពងបែកមាត់ស្រាវធ្មេញឈាមសាមចាញ់បងប្អូនអាចសាកប្រើថ្នាំបូថ្មី Propolis Atomy បាន